លោកសុងសរិទ្ធប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានដឹកនាំសមាជិកនៅក្រុងកែបដាំដើមកង្កាងដើម្បីគាំទ្រនិងចូលរួមយុទ្ធនាការបន្លកបៃតងរបស់ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី3ខែមីនាឆ្នាំ2026យុទ្ធនាការបន្លកបៃតងរបស់ក្រសួងបរិស្ថានដែលដឹកនាំដោយអាយដាមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានជានិច្ចកាលសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិនិងអុកស៊ីសែននៅលើពិភពលោកនៅក្នុងពិធីនោះដែរសមាជិកប្រចាំនៅក្រុងកែបរីករាយសប្បាយចិត្តដោយទឹកមុខញញឹមស្រស់ស្រាយបំផុតចំពោះថ្នាក់ដឹកនាំសមាគមដែលបានយកចិត្តទុកដាក់ចំពោះការងារបរិស្ថាននិងបដិញ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹងចំពោះការងារដ៏មានសារៈប្រយោជន៍ដើម្បីប្រជាជាតិកម្ពុជានិងនៅលើពិភពលោកមិនត្រឹមតែបងប្អូនប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេដែលគាត់ចូលរួមយ៉ាងសកម្មជាមួយនឹងសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យក៏មានជនជាតិបរទេសបានគាំទ្រនិងលើកទឹកចិត្តបានពិភាក្សាការងារមួយចំនួនជាមួយនឹងលោកប្រធាននិងសមាជិកផងដែរជាចុងក្រោយសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យសូមអំពាវនាវទៅដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាចូលរួមថែរក្សាអនាម័យបរិស្ថានការដាំដើមឈើជាពិសេសគឺគាំទ្រយុទ្ធនាការបន្លកបៃតងរបស់យើងទាំងអស់គ្នា